Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានខ្សែភាពយន្តកូរ៉េដែលត្រៀមនឹងចាក់ផ្សាយនៅក្នុងខែមិថុនានេះ Netflix បានប្រកាសថ្ងៃចាក់ផ្សាយរឿង Husband in Action នៅថ្ងៃទី19ខែមិថុនាព្រមទាំងបង្ហាញជាមួយនឹងផ្ទាំងរូបភាពនិងវីដេអូ teaser ជាផ្លូវការហើយកុំភ្លេចត្រៀមសោចចុកពោះជាមួយនឹងខ្សែភាពយន្តថ្មីស្រឡាំងដែលបង្កើតក្រោមស្នាដៃដ៏ហួសចិត្តដែលនិយមពីអតីតប្តីនិងប្តីបច្ចុប្បន្នត្រូវបង្ខំចិត្តចាប់ដៃគ្នាសហការគ្នាវាគឺជាខ្សែភាពយន្តដែលនាំមកនូវភាពសប្បាយរីករាយសម្រាប់ទស្សនិកជនទស្សនាជក់ចិត្តនិងធូរស្បើយអារម្មណ៍ហើយនេះគឺសម្រាប់ទស្សនិកជនដែលចូលចិត្តសាច់រឿងបែប action លាយឡំជាមួយនឹងសំណើចកាកាយវីដេអូ teaser ដំបូងបានណែនាំឲ្យយើងស្គាល់ជាមួយនឹងលោកចុងស៊ីកដែលសម្ដែងដោយ Jin Suk Kyu ដែលជាមន្ត្រីស៊ើបអង្កេតផ្នែកគ្រឿងញៀនដ៏មានបទពិសោធន៍និងលោក Min Suk ដែលសម្ដែងដោយកុងយុនដែលជាស្វាមីបច្ចុប្បន្នរបស់ Sine ដែលសម្ដែងដោយ Kang Hana ដែលជាអតីតភរិយារបស់ចុងស៊ីកសង្គ្រាមចិត្តសាស្ត្រនិងការវាយរឹកដាក់គ្នារវាងបរិសុទ្ធទាំងពីរនាក់បានផ្ទុះឡើងភ្លាមៗនៅពេលដែលតួអង្គទាំងពីរបានជួបមុខគ្នានៅក្នុងកម្មវិធីសាលារបស់កូនស្រីភាពជាសត្រូវក្នុងនាមជាឪពុកបង្កើតនិងឪពុកចុងឬក៏ប្តីចាស់និងប្តីថ្មីត្រូវបានបង្ហាញយ៉ាងច្បាស់ក្រឡែតប៉ុន្តែបរិយាកាសរីករាយក៏បានប្រែប្រួលភ្លាមៗនៅពេលដែលដឹងថាស៊ីណេនិងកូនស្រីតូចត្រូវបានក្រុមអ ក្រិតជនចាប់ចម្រិតបាត់ភ្លាមៗនោះបរិសុទ្ធទាំងពីរនាក់សូម្បីតែមើលមុខគ្នាក៏មិនត្រង់ផងបែរជាត្រូវបង្ខំចិត្តសហការគ្នាទាំងមិនពេញចិត្តនៅក្នុងបេសកកម្មដ៏គ្រោះថ្នាក់ដើម្បីសង្គ្រោះមនុស្សស្រីដែលពួកគេស្រឡាញ់បំផុតទស្សនវិជ្ជានៃការជួយសង្គ្រោះជីវិតដ៏ពោរពេញទៅដោយគ្រោះថ្នាក់បែរក្លាយទៅជាឈុតឆាកកំ pl ែងតាមរយៈការឆ្លោះប្រកែកគ្នាការដើរចំពោះជើងដួលនិងការវាយតប់គ្នាបែបលាប់ៗរបស់ប្តីទាំងពីរភាពខុសគ្នាដាច់រវាងចរិតតួអង្គទាំងពីរម្នាក់ជាប៉ូលីសស៊ើបអង្កេតចាស់វស្សានិងចិត្តដាច់ឯម្នាក់ទៀតគឺជាយុវជនក្មេងខ្ចីដែលមានការបដិញ្ញាចិត្តខ្ពស់គឺជាម៉ាស៊ីនផលិតសំណើចដ៏ក្អាកក្អាយបំផុតនៅក្នុងផ្ទៃរឿងទាំងមូលផងដែរ Jin Sung Kyu សម្ដែងដោយ Chung Sik គឺជាអតីតប្តីនិងជាប៉ូលីសស៊ើបអង្កេតផ្នែកគ្រឿងញៀនដែលការងាររបស់លោកតែងតែធ្វើឲ្យជីវិតផ្ទាល់ខ្លួនរបស់គាត់មានភាពស្មុគស្មាញនៅពេលនេះលោកត្រូវបានធ្លាក់ចូលនៅក្នុងក្តីក្តាំងផ្ទាល់ខ្លួនបំផុតនៅក្នុងជីវិតគឺជាការជួយសង្គ្រោះអតីតប្រពន្ធរបស់គាត់និងកូនស្រីកុងយុនក៏នៅសម្ដែងជា Min Sik គឺជាស្វាមីបច្ចុប្បន្នដែលមានរូបរាងសង្ហាអាយុតិចនិងមានមុខរបរជាគ្រូពេទ្យសត្វមុនស្នេហ៍ដ៏ស្រទន់និងភាពស៊ីវិល័យរបស់គាត់គឺផ្ទុយស្រឡះពីចរិតរងរស់គ្រើតៗរបស់ចុងស៊ីក ខាងហាណាសម្ដែងជាស៊ីណេគឺជានារីនិងជាអតីតភរិយារបស់ចុងស៊ីកនិងជាភរិយាដ៏ផ្អែមល្ហែមនាពេលបច្ចុប្បន្នរបស់មីនសុកការរងគ្រោះដោយការចាប់ចម្រិតរបស់នាងបានតាក់ទាញប្តីរបស់នាងឲ្យចូលទៅក្នុងបេសកកម្មដ៏ប្រហើនមួយនេះគឹមជីសុកសម្ដែងជាដូកជុនគឺជាមេខ្លោងក្រុមជួញដូរគ្រឿងញៀនចំនួនថ្មីនិងជាអ្នកនៅពីក្រោយខ្នងនៃការចាប់ចម្រិតទាមទារប្រាក់ដើម្បីលួចយូនខ្ជុងហូសម្ដែងជាយ៉ុងហ្គាន់គាត់គឺជាអតីតមេក្រុមជួញដូរគ្រឿងញៀនចាស់វស្សាដែលបានចូលទៅក្នុងការដេញប្រមាញ់នេះដើម្បីកំទេចដូរជននិងដណ្ដើមយកអំណាចនៃភាពរុងរឿងពីអតីតកាលរបស់ខ្លួនមកវិញលីដាហេសម្ដែងជាហេរ៉ាន់គាត់គឺជាភរិយារបស់មេខ្លោងដូរជនគាត់មានខួរក្បាលលំដាប់កម្ពស់ក្នុងការរៀបចំផែនការរបស់ក្រុមអក្រិតជននាងបានទាមទារឲ្យប្រគល់ប្តីនាងមកវិញជាថ្នូរនឹងការដោះលែងស៊ីណេនិងកូនស្រីចុងសូមីនសម្ដែងជាអារ៉ាគាត់គឺជាអ្នកសារព័ត៌មានស្រីម្នាក់ដែលមានចិត្តលួចស្រឡាញ់ចុងស៊ីកប្តីចាស់របស់ស៊ីណេវត្តមានរបស់នាងនឹងបង្កើតភាពវឹកវរនិងភាពកំប្លុកកំប្លែងមួយកម្រិតទៀតដល់ទំនាក់ទំនងរវាងប្តីទាំងពីរភាពយន្តនេះត្រូវបានដឹកនាំសម្ដែងដោយលោកផាក់គូតេដែលជាអ្នកបង្កើតសាច់រឿងកំប្លែងជើងចាស់ដ៏ល្បីល្បាញចាប់ផ្ដើមអាជីពជាអ្នកសរសេរ script កំប្លែងនិងជាអ្នកដឹកនាំរឿងភាគដ៏ល្បីល្បាញនៅក្នុងរឿង Husband in Action នេះលោកបានធ្វើការលាយឡំគ្នាយ៉ាងល្អឥតខ្ចោះរវាងភាពកំប្លុកកំប្លែងរបស់តួអង្គនិងសកម្មភាពវាយប្រហារដ៏មានថាមពលដែលផ្អែកទៅលើចិត្តនិងរស់រវើកការសម្ដែងរបស់តួអង្គទាំងអស់ការបរិច្ឆេទរឿង Husband in Action នឹងត្រូវបានបញ្ចាំងជាផ្លូវការនៅថ្ងៃទី19មិថុនាឆ្នាំ2026ខាងមុខនេះវាមានតែមួយគត់នៅលើ Netflix វាគឺជាខ្សែភាពយន្តមួយដែលទទួលបានការចាប់អារម្មណ៍និងរង់ចាំទស្សនាច្រើនពីទស្សនិកជនជុំវិញពិភពលោកនិងនៅក្នុងប្រទេសផងដែរកុំភ្លេចរង់ចាំទស្សនារឿងនេះទាំងអស់គ្នាដែលរឿងនេះត្រៀមនឹងចេញផ្សាយហើយនៅពេលខាងមុខនេះ